សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែករឿងនិទានពិតមួយដែលបានកើតឡើងចំពោះខ្ញុំផ្ទាល់កាលពីប្រហែលជា10ឆ្នាំមុនវាគឺជារឿងរ៉ាវដ៏រន្ធត់ដែលបានកើតឡើងនៅក្នុងផ្ទះឈើចាស់មួយកន្លែងដែលខ្ញុំបានទៅស្នាក់នៅរយៈពេលខ្លីបងប្អូនត្រៀមខ្លួនរួចហើយឬនៅសូមបិទភ្លើងហើយស្ដាប់ដោយយកចិត្តទុកដាក់ទាំងអស់គ្នាជំពូកទី1ការស្នាក់នៅដ៏ចម្លែកកាលនោះខ្ញុំបានទៅធ្វើការនៅឯខេត្តមួយហើយត្រូវស្វែងរកកន្លែងស្នាក់នៅជាបន្ទាន់ខ្ញុំបានជួលបន្ទប់មួយនៅក្នុងផ្ទះឈើបុរាណមួយដែលមានអាយុកាលច្រើនឆ្នាំណាស់មកហើយផ្ទះនោះទេស្អាតគ្មានអ្នកជិតខាងទេក្រៅពីម្ចាស់ផ្ទះដែលរស់នៅឯនេះយប់ដំបូងខ្ញុំគេងមិនលក់សោះបរិយាកាសក្នុងបន្ទប់ត្រជាក់ខុសពីធម្មតាទោះបីជាអាកាសធាតុនៅខាងក្រៅក្តៅក៏ដោយខ្ញុំមានអារម្មណ៍ថាមាននរណាម្នាក់កំពុងសម្លឹងមើលខ្ញុំគ្រប់ពេលវេលាខ្ញុំខំធ្វើមិនដឹងមនុស្សហើយព្យាយាមគេងទៅវិញប្រហែលជាម៉ោង2ទៀបភ្លឺខ្ញុំស្រាប់តែឮសំឡេងខ្សឹបបន្លឺឡើងពីជ្រុងបន្ទប់តើអ្នកជានរណាសំឡេងនោះស្ដាប់ឮតិចដូចមនុស្សអស់កម្លាំងខ្លាំងណាស់ខ្ញុំស្ទុះក្រោកអង្គុយភ្លាមខ្ញុំបើកភ្នែកធំសម្លឹងមើលជុំវិញបន្ទប់ប៉ុន្តែគ្មាននរណាម្នាក់សោះខ្ញុំគិតថាប្រហែលជាខ្ញុំយល់សប្តិតែត្រចៀកខ្ញុំនៅតែឮសំឡេងដែរតើអ្នកមកទីនេះធ្វើអ្វីសំឡេងនោះឮកាន់តែច្បាស់ខ្ញុំភ័យខ្លាចរហូតដល់ខ្លួនញ័រខ្ញុំអុជធូបបន់ស្រន់ទាំងញ័រហើយសម្រេចចិត្តថានឹងចេញពីផ្ទះនេះនៅថ្ងៃស្អែកជំពូកទី2ការលងបន្លាចដ៏គួរឲ្យខ្លាចលុះដល់យប់ទី2ព្រឹត្តិការណ៍រឹតតែគួរឲ្យខ្លាចបានចាប់ផ្ដើមកើតឡើងបន្ទាប់ពីបិទភ្លើងនិងរៀបចំខ្លួនចូលគេងខ្ញុំស្រាប់តែមានអារម្មណ៍ថាមានទម្ងន់ធ្ងន់មួយសង្កត់លើដើមទ្រូងខ្ញុំដកដង្ហើមមិនរួចខ្ញុំព្យាយាមស្រែកប៉ុន្តែគ្មានសំឡេងចេញមកសោះភ្នែកខ្ញុំបានឃើញនៅភាពងឹតប៉ុន្តែអារម្មណ៍ខ្ញុំដឹងច្បាស់ថាមានអ្វីមួយកំពុងអង្គុយពីលើខ្ញុំបានប្រើកម្លាំងទាំងអស់ដែលមានដើម្បីព្យាយាមរើបំរាស់ពេលនោះខ្ញុំស្រាប់តែបានធំក្លិនឈាមនិងផ្កាំលិះចាស់លីឡំគ្នាដែលជាក្លិនដ៏គួរឲ្យខ្ពើមអើមបំផុតខ្ញុំស្រាប់តែឃើញស្រមោលខ្មៅរាងមនុស្សមួយកំពុងអន់មុខមកជិតខ្ញុំភ្នែកខ្ញុំភ្លឺឡើងឃើញដុំពន្លឺពណ៌ស្ទូចមួយហើយខ្ញុំបានប្រឹងអាននៅពាក្យថាពុទ្ធោចេញពីបេះដូងភ្លាមនោះទម្ងន់នោះក៏បានបាត់ទៅវិញហើយខ្ញុំក៏ស្ទុះក្រោកអង្គុយដកដង្ហើមយ៉ាងខ្លាំងខ្ញុំងាកមើលទៅតាមបង្អួចឃើញស្រមោលនោះបានរត់ចេញទៅក្នុងទីងឹតខ្ញុំអង្គុយទាំងខ្លួនញ័ររហូតដល់ភ្លឺជំពូកទី3ការពិតដែលលាក់កំបាំងព្រឹកឡើងខ្ញុំប្រញាប់ប្រញាល់ខ្ចប់អីវ៉ាន់ហើយទៅប្រាប់ម្ចាស់ផ្ទះថាខ្ញុំលែងស្នាក់នៅទៀតហើយម្ចាស់ផ្ទះគាត់មើលមកខ្ញុំដោយទឹកមុខកំសត់ហើយក៏ចាប់ផ្ដើមរៀបរាប់ការពិតគាត់បានប្រាប់ថាបន្ទប់ដែលខ្ញុំជួលនោះធ្លាប់ជាបន្ទប់របស់កូនស្រីគាត់ដែលបានស្លាប់ដោយអំពើអយុត្តិធម៌កាលពីជាង20ឆ្នាំមុនមានជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ហើយត្រូវបានបុរសម្នាក់ធ្វើបាបនៅក្នុងបន្ទប់នោះឯងបន្ទាប់ពីស្លាប់នាងមិនបានទៅណាទេគឺនៅឡងបន្លាចអ្នកដែលមកស្នាក់នៅបន្ទប់របស់នាងជារៀងរហូតគាត់ក៏បានប្រាប់ខ្ញុំថាក្លិនឈាមនិងផ្កាំលិះចាស់នោះគឺក្លិនដែលនៅជាប់ខ្លួនកូនស្រីគាត់កាលពីនៅរស់ខ្ញុំស្ដាប់ហើយព្រឺសម្បត់ខ្ញាក់ខ្ញុំបានលាម្ចាស់ផ្ទះហើយប្រញាប់ចាក់ចេញពីកន្លែងនោះទាំងភ័យខ្លាចសេចក្តីបញ្ចប់រហូតមកដល់ពេលនេះខ្ញុំនៅតែចងចាំយ៉ាងច្បាស់នៅសំឡេងខ្សឹបនោះនិងទម្ងន់ដ៏ធ្ងន់ដែលសង្កត់លើដើមទ្រូងខ្ញុំជឿថាខ្មោចពិតជាមានមែនហើយវិញ្ញាណដែលរងទុក្ខនឹងមិនអាចទៅចាប់កំណើតបានឡើយរហូតទាល់តែពួកគេទទួលបានយុត្តិធម៌តើបងប្អូនធ្លាប់មានបទពិសោធន៍រន្ធត់បែបនេះដែរឬទេសូមចែករំលែកនៅក្នុងប្រអប់ comment ខាងក្រោមនេះកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានរឿងនិទានខ្មោចដ៏រន្ធត់ផ្សេងទៀតពី channel របស់យើងខ្ញុំ